ព្រោះ07ពណ៌ប្រភេទផ្លាច់បេតេយើងថ្ងៃនេះក៏ចេញទៅមួយគ្រឿងទៀតដែរគឺបានទៅលើ top fan បាទនៅខេត្តបាត់ដំបងបាទគាត់បានតាមដានខ្ញុំយូរហើយក៏ឡានមួយគ្រឿងហ្នឹងគឺគាត់កក់ខ្ញុំតាំងពីសប្តាហ៍មុនម្លេះហើយថ្ងៃនេះគឺជាថ្ងៃដកឡានជាក់ស្ដែងហើយមុននឹងមកដកហ្នឹងគាត់បានឲ្យបងគាត់នៅខាងភ្នំពេញដែលត្រូវជាជាងឡានហ្នឹងគាត់មកមើលលម្អិតបន្ថែមសិនក៏លោហុំខាលាបអត់ស្អាតណាធម្មតាគាត់ជាងឡានបងប្អូននឹងស្រាប់ហើយគាត់មើលល្អិតមែនតើហើយមួយគ្រឿងនេះមិនឲ្យខកចិត្តទេធម្មតាខ្ញុំមានសុទ្ធមិនដែរខ្លាច់ភ្លើងទេពេលដែលគាត់មកមើលហ្នឹងគឺគាត់ឡើងប៉ុងផងគាត់បើកសាកផងគាត់ឲ្យយើងរៀបចំឲ្យគាត់ឡើងចង់10 20មុខធម្មតាខ្ញុំមានសុទ្ធមិនដែរខ្លាច់ភ្លើងទេដូចមួយគ្រឿងនេះខ្ញុំរៀបគាត់ដូចមកស្អាតដូចសមួយដងអញ្ចឹងមិនឲ្យគាត់ខកចិត្តទេយើងមានសុទ្ធយើងតែងតែខ្លាច់ភ្លើងអញ្ចឹងបងប្អូនអំពូលគាត់ចញោផ្លិតទឹកដែរស្ដងកងសគួរមើលឡានមកជុំហើយថ្ងៃនេះគឺជាថ្ងៃដែលគាត់ឡើងពីបាត់ដំបងមកដកឡានជាក់ស្ដែងហើយមកមើលលម្អិតតែម្ដងបងប្អូនចាយពេលឡើងចង់20នាទីឯណោះពេលដែលគាត់មើលលម្អិតហើយឃើញថាឡានពិតជាស្អាតដូចអ្វីដែលហុំខាបានរៀបរាប់មែនទើបគាត់ចាប់ផ្ដើមបកគលលុយបកគលកាក់ជូនយើងហើយនឹងធ្វើការទូទាត់លុយចុងក្រោយនឹងបើកឡានចេញទៅខាងបាត់ដំបងវិញអរគុណមែនតើបងប្រុសនៅខាងបាត់ដំបងមកចំពោះការគ្រប់គ្រងយកទៅប្រើហីយើងបងប្អូននៅចង់បានឡានស្អាតរកស៊ីស្មោះត្រង់ហើយមានទំនួលខុសត្រូវកាន់តែឡានព្រុសស្អាតណាយកទៅប្រើមួយសប្ដាហ៍មិនពេញចិត្តបងប្អូនអាចអញ្ជើញមកមើលបាននៅហុំខា